ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពី pipe comment នៅក្នុង Linux ដែល pipe ហ្នឹងគឺសញ្ញា slash កណ្ដាលហ្នឹងឥឡូវខ្ញុំសូមធ្វើការចែកទៅលើ username មួយគឺខ្ញុំឈ្មោះថា Ubuntu ដែលខ្ញុំកំពុងតែ remote ពីម៉ាស៊ីនរបស់ខ្ញុំហ្នឹងទៅកាន់ AWS ឥឡូវខ្ញុំ comment របស់យើងគឺ list and text 3 line ឥឡូវខ្ញុំសូមធ្វើការ ls.h ដើម្បី list file ដែលខ្ញុំមាននៅក្នុងម៉ាស៊ីនទាំងអស់ហ្នឹងគឺថាខ្ញុំមានចំនួន6 file 6 file ហ្នឹងហើយឥឡូវខ្ញុំធ្វើការ ls.h ហើយខ្ញុំប្រើជាមួយនឹង command pipe ហ្នឹងហើយបន្ទាប់មកខ្ញុំវាយ nl មានន័យថាវានឹងទៅដាក់លេខពីមុខ file របស់យើងឥឡូវខ្ញុំមានចំនួន6 file អញ្ចឹងវារាប់1 2 3 4 5 6អញ្ចឹងទៅហើយចំណុចបន្ទាប់គឺខ្ញុំវាយ comment ដែរប៉ុន្តែខ្ញុំថែម pipe ហើយខ្ញុំបន្ថែមជាមួយនឹងពាក្យថា head ដកស្រីមានន័យថាយើងយក file 3 line ខាងលើមានន័យថាវារាប់1 2 3គឺវាយក3ខាងលើហើយដូចគ្នាដែរបើសិនជាខ្ញុំចង់យក3ខាងក្រោមខ្ញុំគ្រាន់តែដូរពីពាក្យថា head ទៅពាក្យថា tail tailនោះវានឹងចាប់យក file 3 line ខាងក្រោមវិញហើយចំណុចចុងក្រោយគឺយើងធ្វើការ create file ហើយយើង write line នៅក្នុង file ហ្នឹងឲ្យច្រើនបន្ទាប់មកចាំយើងធ្វើការ pipe អញ្ចឹងឥឡូវខ្ញុំធ្វើការ say comment មួយគឺ nano ហើយឈ្មោះ file របស់ខ្ញុំគឺ pipefile.txt ហើយឥឡូវខ្ញុំចូលមកកាន់ file ហ្នឹងហើយបន្ទាប់មកខ្ញុំទៅ say line ឲ្យច្រើនមកឥឡូវខ្ញុំឧទាហរណ៍ថាដាក់ line 1 2 line 2 line 3 line 4អីចឹងទៅឥឡូវខ្ញុំមាន8 line ហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាន8 line ចុះហើយដើម្បីចេញពីវាអ្នកគ្នាគ្រាន់តែ Ctrl X Y ហើយ Enter ទៅហើយឥឡូវខ្ញុំចង់ធ្វើការចាប់យក3 line របស់ខ្ញុំឥឡូវខ្ញុំសូមធ្វើការ cat មើលសិនខ្ញុំដាក់ cat pipefile.txt ឈ្មោះ file របស់ខ្ញុំ cat ហ្នឹងមានន័យថាយើងឆែកទៅលើថា file មួយហ្នឹងវាមានអីខ្លះឥឡូវវាមានអក្សរ text ចំនួន8 line អញ្ចឹងខ្ញុំវាយ comment ដែលមកខ្ញុំគ្រាន់តែវាយ cat មិញដែលមកហើយខ្ញុំប្រើ pipe ហើយដាក់ nl វានឹងទៅចាប់លេខវានឹងទៅដាក់លេខឲ្យ file របស់យើងហ្នឹងពី1ដល់8ហើយបន្ទាប់មកខ្ញុំ comment ដែលខ្ញុំថែមជាមួយនឹង pipe ហើយខ្ញុំវាយជាមួយនឹងពាក្យ head.3 នោះវាចាប់យក3 file ដែលនៅខាងលើគេមានន័យថា3 text ហ្នឹង3 line ហ្នឹងដូចគ្នាបើខ្ញុំដូរពីពាក្យ tail មក head មក tail វិញគឺវាចេញ3ខាងក្រោមវិញអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះ